រៀនសរសេរអក្សរខ្មែរដោយយកនៅព្រះពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធមករៀនសរសេរការរៀនសរសេររបស់អាត្មាភាពហ្នឹងគឺចម្រុះជួនកាលយកពាក្យមករៀនសរសេរជួនកាលយកសុភាសិតនិងព្រះពុទ្ធវចនៈមករៀនសរសេរបន្ទាប់ពីនេះទៅខ្ញុំប្រកាសណានឹងអាននៅព្រះពុទ្ធវចនៈខ្លីនេះចែកជូនជាធម្មទានណដ្ឋិលោកេអនិន្ទិតោណដ្ឋិលោកេអនិន្ទិតោណដ្ឋិលោកេអនិន្ទិតោបុគ្គលដែលមិនត្រូវគេនិន្ទាក្នុងលោកមិនមានណដ្ឋិលោកេអនិន្ទិតោបុគ្គលដែលមិនត្រូវគេនិន្ទាក្នុងលោកមិនមាន